ជារៀងរាល់ឆ្នាំស្រុកកំណើតរបស់ខ្ញុំប្រារព្ធពិធីបុណ្យហើយចាប់តាំងពីខ្ញុំមានអាយុ10ឆ្នាំមកខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំឈ្មោះឆេវមេបានទៅជារៀងរាល់ឆ្នាំប្រសិនបើមិនមែនដោយសារហេតុការណ៍នោះទេយើងប្រកាសជានៅតែធ្វើវាជារៀងរាល់ឆ្នាំផ្ទះរបស់ខ្ញុំនិងផ្ទះរបស់ឆេវមេស្ថិតនៅទីដែលផ្ទុយគ្នាហើយផ្ទះរបស់នាងស្ទើរតែនៅជាប់នឹងទីកន្លែងប្រារព្ធពិធីបុណ្យនេះមានន័យថាបន្ទាប់ពីព្រឹត្តិការណ៍នីមួយខ្ញុំត្រូវដើរឆ្លងកាត់ចំណតរថយន្តដែលលាតសន្ធឹងរាប់គីឡូម៉ែត្ររងចាំជាជួរសម្រាប់រថយន្តចេញដំណើរមុនពេលខ្ញុំអាចរកឃើញរថយន្តរបស់ឪពុកម្ដាយខ្ញុំទីបំផុតនៅថ្ងៃបើកពិធីបុណ្យចុងក្រោយទោះបីជាទស្សនវិជ្ជានោះជាសមុទ្រដ៏ច្របូកច្របល់នៃមនុស្សរាប់ពាន់នាក់ក៏ដោយខ្ញុំនៅតែបានជួបឆេវមេយ៉ាងរហ័សដរាបណាភ្នែករបស់យើងជួបគ្នាយើងបានអបគ្នាយ៉ាងណែនចែករំលែករឿងរ៉ាវរបស់យើងហើយវាត្រូវការពេលយូរដើម្បីលះបង់គ្នាទៅវិញទៅមកសាច់ដោយរំភើបពោពេញដោយការរំពឹងទុកសម្រាប់ការផ្សងព្រេងនៅយប់នោះឆេវមេលោតឡើងចុះសួរថាតើអ្នករួចរាល់ហើយឬនៅអាដ្រេណាលីនធ្វើឲ្យនាងមានអារម្មណ៍ស្វាហាប់មិនគួរឲ្យជឿជាការពិតណាស់ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយខ្ញុំនិយាយប៉ុន្តែមុនពេលខ្ញុំអាចនិយាយចប់ទូរស័ព្ទរបស់ខ្ញុំក៏រត់ឡើងខ្ញុំបានទាញវាចេញហើយឆេវមេបានផ្អៀងមកសួរថាវាជាអ្នកណាខ្ញុំបាននិយាយថាពួកខ្ញុំមិនដឹងទេវាគ្រាន់តែជាលេខទីតាំងប៉ុណ្ណោះអ្នកណាខ្វល់គ្រាន់តែឆ្លើយវាទៅគឺនាងបានឆក់យកទូរស័ព្ទរបស់ខ្ញុំហើយចុចប៊ូតុងឆ្លើយប៉ុន្តែខ្ញុំចាប់វាមកវិញយើងទាំងពីរសាច់ហើយបើកឧបករណ៍បំពងសំឡេងខ្ញុំនិងឆេវមេបានស្ដាប់ប្រហែល30វិនាទីរងចាំសំឡេងពីចុងម្ខាងទៀតប៉ុន្តែគ្មានអ្វីសោះមានតែដង្ហើមធ្ងន់សំឡេងក្រហមពីចម្ងាយនៃការជិះសេះនិងសំឡេងស្រែកពីមនុស្សយើងសម្លឹងមើលគ្នាទៅវិញទៅមកដោយងឿងឆ្ងល់ហើយសំឡេងចម្លែកទាំងនោះបានដាំគ្រាប់ពូជនៃភាពមិនស្រួលនៅក្នុងចិត្តរបស់យើងរួចហើយខ្ញុំមានអារម្មណ៍ញាក់សាច់ហើយដាក់ទូរស័ព្ទចុះវាជាអ្នកណាឆេវមេបានសួរភ្នែករបស់នាងបង្ហាញពីការថប់បារម្ភខ្ញុំមកក្បាលដោយបង្ហាញថាខ្ញុំក៏មិនដឹងដែរបន្ទាប់មកមើលទៅអេក្រង់ទូរស័ព្ទរបស់ខ្ញុំការហៅចូលមួយទៀតបានចូលមកនៅតែជាលេខទីតាំងលើកនេះខ្ញុំបានសម្រេចចិត្តបិទទូរស័ព្ទរបស់ខ្ញុំបន្ទាប់មកដាក់វាចូលក្នុងហោប៉ៅវិញមិនអីទេតោះទៅសប្បាយជាមួយគ្នាខ្ញុំបានព្យាយាមលួងលោមឆេវមេដោយប្រាប់នាងថាអ្វីគឺល្អហើយយើងគួរតែរីករាយនឹងយប់ដែលនៅសល់ហើយកុំឲ្យការហៅទូរស័ព្ទចៃដន្យបំផ្លាញវាទាំងអស់ឆេវមេញឹមដោយភ័យប៉ុន្តែយើងបានបោះខ្លួនចូលទៅក្នុងពិធីជប់លៀងយ៉ាងលឿនយើងបានរងគ្រោះទីកន្លែងជិះម្ដងហើយម្ដងទៀតស្រែករហូតដល់អាដ្រេណាលីននិងការរំភើបធ្វើឲ្យយើងចង្អោរពេញមួយយប់ខ្ញុំអាចមានអារម្មណ៍ថាទូរស័ព្ទរបស់ខ្ញុំញ័រនៅក្នុងហោប៉ៅរបស់ខ្ញុំប៉ុន្តែខ្ញុំមិនហ៊ានប្រាប់ឆេវមេថានាងខ្លាចដូចខ្ញុំទេខ្ញុំមិនអាចទុកឲ្យរឿងកាន់តែអាក្រក់ទៅបានទេជាចុងក្រោយយើងមានភាពសប្បាយរីករាយគ្រប់គ្រាន់ហើយទិញសាច់ក្រកពីរនិងម៉ាស្ម៉ាឡូមួយចំណែកអបគ្នាលាគ្នាហើយដំណើរផ្សងព្រេងរបស់យើងក៏ចប់ប៉ុន្តែសម្រាប់ខ្ញុំផ្ទះនៅឆ្ងាយនៅឡើយបន្ទាប់ពីយើងបែកគ្នាខ្ញុំចាប់ផ្ដើមដើរទៅកាន់ចំណតរថយន្តនាងនៅឆ្ងាយតែប៉ុណ្ណោះមាននាទីទៀតប៉ុណ្ណោះនៅម្ខាងទៀតនៃស្រះតូចពេលខ្ញុំដើរខ្ញុំបានយកទូរស័ព្ទរបស់ខ្ញុំចេញហើយឃើញថាឪពុកខ្ញុំបានទូរស័ព្ទមកខ្ញុំច្រើនដងប៉ុន្តែដោយក្តីភ័យរន្ធត់របស់ខ្ញុំនៅពេលដែលខ្ញុំហៀបនឹងលើកទូរស័ព្ទរបស់គាត់ការហៅទូរស័ព្ទត្រូវបានកាត់ផ្ដាច់ភ្លាមហើយអេក្រង់បង្ហាញលេខដែលមិនស្គាល់នោះការដកដង្ហើមធំបានចាប់ផ្ដើមម្ដងទៀតប៉ុន្តែលើកនេះមុនពេលខ្ញុំដាក់ទូរស័ព្ទម្ដងទៀតខ្ញុំអាចជឿសំឡេងរថយន្ត Carnival មកពីចុងម្ខាងទៀតនៃខ្សែហើយសំឡេងដកដង្ហើមកាន់តែខ្លាំងឡើងស្ដាប់ទៅចម្លែកមិនគួរឲ្យជឿខ្ញុំថែមទាំងអាចសម្គាល់សំឡេងទឹកមាត់រូបទៀតផងខ្ញុំបានដាក់ទូរស័ព្ទភ្លាមលើកនេះទីបំផុតខ្ញុំបានរារាំងលេខដែលមិនស្គាល់មួយសន្ទុះខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងដែលខ្ញុំអាចមានអារម្មណ៍ថាសរសៃឈាមរបស់ខ្ញុំលោតញាប់ដោយក្តីរីករាយខ្ញុំបន្តដើរទៅកាន់កន្លែងដែលឪពុកម្ដាយខ្ញុំបានចាត់ឡានពេលទៅដល់គែមកន្លែងប្រារព្ធពិធីខ្ញុំចាប់ផ្ដើមឆ្លងកាត់ចំណតរថយន្តដ៏ធំនៅពីមុខខ្ញុំអារម្មណ៍នៃការព្រឺព្រួចស្រាប់តែលេចឡើងក្នុងខ្ញុំដឹងថាឡានរបស់ឪពុកម្ដាយខ្ញុំនៅណាព្រោះយើងចតនៅកន្លែងដែលជារៀងរាល់ឆ្នាំនៅ Carnival ប៉ុន្តែលើកនេះផ្លូវទៅកាន់ចុងម្ខាងទៀតនៃចំណតរថយន្តមានអារម្មណ៍ថាវែងជាងពេលណាទាំងអស់ខ្ញុំបានដកដង្ហើមវែងហើយបោះជំហានដំបូងចូលទៅក្នុងអន្លង់រថយន្តដ៏ជ្រៅនេះដោយឆ្លងកាត់ជួរបន្ទាប់ពីប្រហែល5នាទីខ្ញុំបានពិនិត្យមើលទូរស័ព្ទរបស់ខ្ញុំដោយក្តីរីករាយខ្ញុំរកមិនឃើញការហៅទូរស័ព្ទទៀតទេប៉ុន្តែបន្ទាប់មកការភ័យខ្លាចបានគ្រប់ដណ្ដប់លើខ្ញុំព្រោះដង្ហើមនៅតែមានលើកនេះដង្ហើមគឺពិតប្រាកដខ្ញុំបានវិលជុំវិញហើយបានជួបនឹងភ្នែកបុរសម្នាក់ដែលស្លៀកអាវក្រណាត់ពណ៌ខ្មៅមុខរដូវរងារបស់គាត់បានបិទបាំងភ្នែករបស់គាត់ដោយបង្ហាញតែស្នាមញញឹមដែលបង្ខំគាត់កំពុងឈរនៅម្ខាងទៀតនៃឡានមួយសម្លឹងមើលមកខ្ញុំរលកនៃការភ័យខ្លាចយ៉ាងខ្លាំងបានបោកមកលើខ្ញុំចាប់ផ្ដើមថយក្រោយឪពុកម្ដាយរបស់ខ្ញុំនៅក្បែរនោះខ្ញុំត្រូវរត់ភ្លាមនោះបុរសនោះបានរើខ្លួនវិលជុំវិញខាងមុខឡានហើយស្ទុះមករកខ្ញុំបានងាកចេញភ្លាមហើយរត់គេចខ្លួននៅចន្លោះយានយន្តស្រែករកជំនួយពិធីបុណ្យមិនទាន់ចប់នៅឡើយទេប៉ុន្តែចំណតរថយន្តគឺទេនេះមានន័យថាប្រសិនបើឪពុកម្ដាយរបស់ខ្ញុំរងចាំខ្ញុំនៅក្នុងឡានដោយធម្មតាមនុស្សវិកលចរិតនេះនឹងតាមទាន់ខ្ញុំយ៉ាងលឿនហើយអ្នកណាដឹងថាមានអ្វីកើតឡើងនៅពេលនោះប៉ុន្តែនៅពេលដែលខ្ញុំប្រញាប់ប្រញ័រឆ្លងកាត់ជួរឡានចុងក្រោយខ្ញុំបានឃើញពួកគេខ្ញុំបានរួចជីវិតខ្ញុំស្រែករកជំនួយពួកគេញើយមកឡើងដំបងឡើយមានការងឿងឆ្ងល់ប៉ុន្តែនៅពេលដែលពួកគេឃើញខ្ញុំត្រូវបានដេញតាមភ្នែករបស់ឪពុកខ្ញុំភ្លឺដោយកំហឹងគាត់បានលោតចេញពីឡានរបស់គាត់ហើយស្ទុះទៅរកបុរសនៅពីក្រោយខ្ញុំបានឃើញបុរសនោះនៅតែរត់ទៅមុខហៀបនឹងបុកជាមួយឪពុកខ្ញុំចំពោះម៉ាក់ខ្ញុំវិញខ្ញុំបានអបមុខគាត់យ៉ាងណែនទឹកភ្នែកហូរចុះមកលើថ្ពាល់ក្រហមរបស់ខ្ញុំដកដង្ហើមហត់ខ្ញុំបានយល់សំឡេងអ្វីមួយបុកនឹងឡានរួចក៏ដួលទៅលើដីខ្ញុំបានងាកមកឃើញឪពុកខ្ញុំឈរនៅលើសាកសពដ៏គួរឲ្យស្អប់ខ្ពើមនោះសន្លប់បាត់ស្មារតីឈាមហូរចេញពីក្បាលរបស់គាត់រយមកប៉ូលីសបានមកដល់ពេលយើងលើកសាកសពបុរសនោះឡើងយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាគាត់ជាមិត្តភក្តិរបស់ឪពុកខ្ញុំដែលពន្យល់ពីមូលហេតុដែលគាត់មានលេខទូរស័ព្ទរបស់ខ្ញុំនៅសប្តាហ៍បន្ទាប់យើងបានដឹងថាគាត់បានរៀបចំផែនការទាំងអស់នេះអស់រយៈពេលជាង1ខែមកហើយពេលគាត់មកផ្ទះយើងញ៉ាំអាហារពេលល្ងាចពីមុនគាត់ហាក់ដូចជាមិនមានគ្រោះថ្នាក់អ្វីទាំងអស់រហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាគាត់ធ្វើបែបនេះប៉ុន្តែក្នុងពេលជាមួយគ្នានេះខ្ញុំស្អប់គាត់ខ្លាំងណាស់បន្ទាប់ពីប៉ូលីសទទួលយកសេចក្តីថ្លែងការណ៍របស់ខ្ញុំរួចខ្ញុំបានផ្ញើសារទៅឆេវមេហើយប្រាប់គាត់គ្រប់យ៉ាងដែលបានកើតឡើងខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងមិនទៅពិធីបុណ្យទៀតទេប្រសិនបើសូម្បីតែអ្នកស្គាល់គ្នាក៏អាចធ្វើរឿងបែបនេះដែរតើអ្នកណាដឹងថាអ្នកណាផ្សេងទៀតអាចលាក់ខ្លួននៅក្នុងស្រមោលហើយធ្វើរឿងដ៏គួរឲ្យភ័យខ្លាចដូចគ្នា